វិចន្លោះពី23ដល់45ឆ្នាំមិនមែនគ្រាន់តែជាតួលេខនៃអាយុនោះទេប៉ុន្តែវាគឺជាវ័យមាសឬជាស្ពានចម្លងដ៏សំខាន់បំផុតក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗនេះគឺជាពេលវេលាដែលធម៌ពលកាយនៅពេញកម្លាំងហើយភាពចាស់ទុំនៃគំនិតចាប់ផ្ដើមលេចរូបរាងវាជាវ័យដែលយើងត្រូវរស់នៅក្នុងសុបិនហើយចាប់ផ្ដើមកសាងការពិតក្នុងចន្លោះវ័យនេះយើងជួបប្រទះនៅការផ្លាស់ប្ដូរធំជាច្រើនដូចជាការកសាងអាជីពការបង្កើតគ្រួសារនិងការទទួលខុសត្រូវដែលកាន់តែធ្ងន់ធ្ងរជាងមុនការត្រៀមខ្លួនឲ្យបានល្អក្នុងវ័យនេះមិនមែនដើម្បីតែភាពមានបានមួយមុខឡើយប៉ុន្តែគឺដើម្បីកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់ខ្លួនឯងនៅថ្ងៃអនាគតដើម្បីកុំឲ្យមានពាក្យថាស្ដាយក្រោយនៅពេលឈានដល់វ័យជ្រេ 1. យើងអាចចាប់ផ្ដើមថ្មីបានជានិច្ចមិនថាជីវិតជួបអ្វីក៏ដោយ 2. គ្មានពាក្យថាយឺតពេលសម្រាប់ការរៀនអ្វីដែលយើងចូលចិត្តនោះទេ 3. ឈប់យកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃក្នុង Facebook ឬ TikTok 4. គ្រាន់តែធ្វើខ្លួនឯងល្អជាងកាលពីម្សិលមិញបន្តិចគឺគ្រប់គ្រាន់ណាស់ទៅហើយ 5. ទោះត្រូវដើរយឺតក៏ដោយកុំបោះបង់នៅក្តីស្រមៃធំរបស់ខ្លួន 6. រកសេចក្តីសុខខ្លះនៅចន្លោះពេលកំពុងធ្វើការកុំចាំតតែមានបានទើបសប្បាយ 7. រៀនអត់ធ្មត់និងខឹងឲ្យបានតិចចុះចិត្តនឹងបានស្ងប់ 8. ញញឹមនិងសាចឲ្យបានច្រើនព្រោះវាជួយឲ្យយើងក្មេងជាងវ័យ 9. ភាពជោគជ័យមិនចាំបាច់មានលុយរាប់លាននោះទេគ្រាន់តែចេះរស់នៅដោយមានសេចក្តីសុខក៏ជាជោគជ័យដែរ 10. បើថ្ងៃនេះអ្នកមានសុខភាពល្អនិងមានបាយហូបអ្នកធ្វើបានល្អបំផុតហើយ 11. វ័យនេះត្រូវចេះសន្សំសំចៃនិងចេះទុកដាក់លុយកាក់ឲ្យបានមាំមួន 12. ត្រូវមើលថែសុខភាពឲ្យខ្លាំងព្រោះវ័យកាន់តែច្រើនខ្លួនប្រាណកាន់តែខ្សោយ 13. រៀននិយាយថាទេចំពោះរឿងដែលនាំឲ្យយើងហត់ចិត្តឬខាតពេលវេលា 14. កុំយកកំហុសពីមុនមកធ្វើបាបខ្លួនឯងតែត្រូវយកវាមកធ្វើជាមេរៀន 15. រៀនជំនាញថ្មីជានិច្ចព្រោះពិភពលោកផ្លាស់ប្ដូរលឿនណាស់ 16. សេពគប់មិត្តភក្តិណាដែលផ្ដល់កម្លាំងចិត្តនិងនាំយើងទៅរកផ្លូវល្អ 17. កុំខ្វល់សម្ដីអ្នកដទៃពេកព្រោះគ្មានអ្នកណាចិញ្ចឹមយើងក្រៅពីខ្លួនឯងទេ 18. មានផ្ទះតូចតែមានសេចក្តីសុខប្រសើរជាងមានផ្ទះធំតែឆ្លោះគ្នាពេញផ្ទះ 19. រៀនរស់នៅម្នាក់ឯងឲ្យបាននិងចេះផ្ដល់សេចក្តីសុខឲ្យខ្លួនឯង 20. ចេះអត់ឱននិងអភ័យទោសឲ្យអ្នកដទៃដើម្បីកុំឲ្យធ្ងន់ក្នុងចិត្ត 21. កុំខំរកលុយពេករហូតភ្លេចមើលថែឪពុកម្ដាយនិងមនុស្សនៅក្បែរខ្លួន 22. បើចង់បដូរការងារឬបដូរមុខរបររកស៊ីកុំខ្លាចវ័យនេះនៅមានឱកាសច្រើន 23. សន្សំលុយសម្រាប់ថ្ងៃក្រោយផងនិងចាយខ្លះដើម្បីដើរលេងមើលពិភពលោកផង 24. គេងឲ្យបានគ្រប់គ្រាន់កុំធ្វើបាបរាងកាយខ្លាំងពេក 25. មិត្តភក្តិតិចក៏មិនអីដែរសំខាន់ឲ្យតែស្មោះត្រង់និងយល់ចិត្តគ្នា 26. អ្វីដែលកន្លងទៅហើយទុកវាចោលទៅរស់នៅជាមួយនឹងបច្ចុប្បន្ន 27. រាល់ការលំបាកថ្ងៃនេះនឹងធ្វើឲ្យយើងរឹងមាំនៅថ្ងៃស្អែក 28. ចេះចែករំលែកនិងជួយអ្នកដទៃតាមលទ្ធភាពដែលយើងមាន 29. សេចក្តីសុខពិតប្រាកដគឺការចេះស្កប់ស្កល់នឹងអ្វីដែលយើងកំពុងតែមាន 30. ចងចាំថាអ្នកគឺជាអ្នកចាត់ចែងជីវិតខ្លួនឯងមិនមែនអ្នកដទៃទេ 31. កុំចំណាយពេលទៅលើទូរស័ព្ទច្រើនពេករហូតភ្លេចមើលពិភពលោកខាងក្រៅ 32. ចេះបែងចែកពេលវេលាធ្វើការនិងពេលវេលាសម្រាកឲ្យបានច្បាស់លាស់ 33. ការធ្វើដំណើរកម្សាន្តខ្លះនឹងជួយឲ្យខួរក្បាលស្រឡះនិងមានគំនិតថ្មី 34. មើលថែសម្រស់និងអនាម័យខ្លួនប្រាណឲ្យបានល្អព្រោះវាបង្កើនទំនុកចិត្ត 35. រៀនបន្ទន់ចិត្តខ្លះកុំរឹងត្អឹងពេកទើបជីវិតរស់នៅមានសេចក្តីសុខ 36. ស្ដាប់ឲ្យបានច្រើនជាងនិយាយដើម្បីទទួលបានចំណេះដឹងនិងយល់ចិត្តអ្នកដទៃ 37. កុំចាំតតែមានលុយច្រើនទើបធ្វើបុណ្យជួយគេតាមលទ្ធភាពដែលយើងមានទៅ 38. ការបរាជ័យមិនមែនជាទីបញ្ចប់ទេ
វាគ្រាន់តែជាផ្លូវវាងទៅរកជោគជ័យតែប៉ុណ្ណោះ39រៀនបោះបង់ចោលនៅរបស់របរឬរឿងរ៉ាវដែលលែងចាំបាច់ក្នុងជីវិត40ធ្វើជាមនុស្សដែលមានតម្លៃនិងមានចិត្តមេត្តាចំពោះខ្លួនឯងនិងអ្នកដទៃ41រៀនគោរពពេលវេលាព្រោះវាជាទ្រព្យសម្បត្តិដែលចាយអស់ហើយមិនអាចរកមកវិញបាន42ភាពស្មោះត្រង់នឹងនាំអ្នកទៅរកទំនាក់ទំនងដែលយូរអង្វែងនិងរឹងមាំ43កុំខ្លាចក្នុងការសាកល្បងរឿងថ្មីៗទោះវាបរាជ័យក៏វាជាបទពិសោធន៍ដ៏ល្អ44ហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីឲ្យរាងកាយរឹងមាំទប់ទល់នឹងជំងឺដំកាំ45អានសៀវភៅឲ្យបានច្រើនដើម្បីពង្រីកគំនិតនិងទស្សនវិស័យថ្មីៗដល់ជីវិត46កុំផ្ដោតលើបញ្ហាខ្លាំងពេកតែត្រូវរិះរកវិធីដោះស្រាយទើបជាការល្អ47រៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានកុំបណ្ដោយឲ្យកំហឹងដឹកមុខយើង48ចងចាំថាអ្វីៗនៅក្នុងលោកនេះសុទ្ធតែបណ្ដោះអាសន្នមិនថាសប្បាយឬរឿងទុំ49ធ្វើជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់រាល់សម្ដីនិងទង្វើរបស់ខ្លួនឯង50ផ្ដល់តម្លៃឲ្យខ្លួនឯងឲ្យបានច្រើនមុននឹងចង់ឲ្យអ្នកដទៃមកផ្ដល់តម្លៃឲ្យយើង